ដោយសារមានសំណួរមួយគាត់លើកឡើងនេះបងខ្វាន់លឿនបូភាពណាខ្វាន់លឿនបូភាពនេះគាត់សួរចង់សួរតើលោកគ្រូជំរាបសួរអីសពគ្រប់មកគាត់សួរថានៅក្នុងវត្តមួយចំនួនមានកម្មវិធីបុណ្យហើយនឹងវត្តមានជួលអកកដងនឹងឯងដាក់ក្នុងវត្តតើខុសមិនវិញហើយចូលវត្តលោកគ្រូឃើញចុះសីមាឬក៏ឆ្លងបន្ទុំចែកដីមាននេះណាគ្រូអូខេអឺមិននិយាយលោកយាយក៏ដឹងអ្នកសួរក៏ដឹងដែរអឺយើងគួរសិក្សាថាលបែងលបាំអីទាំងអស់ហ្នឹងវាជាសត្រូវដល់កុសលធម៌យើងសូត្រមើលណាច្ចគីតវតិតវិសោកតេសនាវេរមណីសិក្ខាបទាំងសមាទិយាមិខ្ញុំប្រការណាសូមសមាទាននៅសិក្ខាបទគឺកេតនាជាហេតុវាចាកិរិយារំនឹងច្រៀងនឹងអីប្រគំដំគោះដែលជាសត្រូវដល់កុសលធម៌ហើយសិក្ខាបទរបស់អ្នកបួសកុំថាឡើយដល់ទៅវិខត្រឹមតែសាមណេរនឹងហាមអានោះហើយហាមស្ដាប់ហាមប្រគំដំគោះច្រៀងឲ្យទៅជាតន្ត្រីទៅជាការកំសាន្តរបៀបបែបសិល្បៈហ្នឹងហាមទាំងអស់ប្រគំដោយខ្លួនឯងប្រគំពាក្យថាប្រគំជាច្រៀងដាច់នច្ចគីសិលទី7ហ្នឹងណាសំបីថាអង្គុយធ្វើថ្មិញចាក់ខំថ្មិញស្គ្រៀតថ្មិញហ្នឹងនឹងអង្គុយទៅយកជើងតាមភ្លេងអញ្ចឹងអង្គុយគោះគ្នាលេងអញ្ចឹងអានឹងសិតចាត់ចូលក្នុងប្រគំដំគោះទាំងអស់សិក្ខាបទហ្នឹងហើយយើងនឹងត្រូវតនកម្មសាមណេរណាវិខត្រូវបាត់បាចិត្តយៈហ្នឹងហ្នឹងហើយអញ្ចឹងបានមួយប្រគំខ្លួនឯងមួយទៀតទៅស្ដាប់ឬក៏ទៅមើលណាទៅស្ដាប់ឬក៏ទៅមើលហ្នឹងក៏ចាត់ចូលក្នុងអានឹងដែរហើយចុះយកអកកដងមកគេមកធ្វើអីមកលេងហើយខ្ញុំការវិសាមណេរហ្នឹងយកគេយកស្អីគេយីគេមកលេងក្នុងវត្តហ្នឹងខ្ញុំនៅស្រុកខ្ញុំគេប្រកាន់ដែរណាលោកអង្គុយមើលគេប្រកាន់ណាហើយទៅចឹងទៅអាពងអួចកត់សាមណេរមិនអង្គវេកក្បាលគ្នាមកចាហើយខ្ញុំលងស្នេហ៍កូនយីគេហ្នឹងមកយប់ថាវាស្អាតអូយស្អាតខ្ញុំដេកស្រឡាញ់លើកដៃក៏សំអីក៏សំចុះអាគេតែងខ្លួនពេលយប់អាភ្លើងវាបាញ់ដល់ពេលព្រឹកឡើងវាល្ងួយដេកណាត់នាលដល់ហើយឃើញអាម្សៅកក់ឡើងពេញងាប់ហើយបាញ់ស្រឡាញ់មែនទែនចប់មកហើយមកយប់នោះថាខ្ញុំបិទភ្នែកទៅឃើញតកាយវិការទៅវាសំលើកដៃក៏សំអីក៏សំហ្នឹងហើយមែនអំណាចរបស់អារម្មណ៍ចឹងបានព្រះអង្គឲ្យសង្រួមឲ្យតមហ្នឹងមិនជាថាអីទេបើសិនជាកន្លែងខ្លះគណៈកម្មការអ្នករៀបចំទៅណាកុំឲ្យយើងជាបព្វជិតនឹងចាត់ចែងរឿងហ្នឹងរឿងប្រគំដំគោះដែលជាសត្រូវដល់កុសលធម៌ធ្វើម៉េចបើក្រៃលោវិជិះមិនរួចអានេះខ្ញុំមិននៅតែមិនគ្រប់គ្រងអញ្ចឹងថាបើជិះវាមិនរួចទេបិទភ្នែកបិទច្រមុះនៅស្ងៀមទៅគណៈកម្មការគេធ្វើអីធ្វើទៅអញ្ចឹងទៅយើងគឺតែប្រកែកវាមិនឈ្នះគេក្នុងន័យថាបើលោកមិនចង់តែឆ្លោះវាមិនឈ្នះគណៈកម្មការអីចឹងណាហ្នឹងហើយនៅស្ងៀមតែនឹងគេធ្វើអីទៅប៉ុន្តែបើសិនជាយើងមានសិទ្ធិមានអំណាចដែរខ្ញុំគិតថាយើងរៀនផលិតមនុស្សល្អឲ្យមកដោយកុសលធម៌ទេដូចធ្វើមនីរដ្ឋដំបងអញ្ចឹងគេមិនខ្វះអ្នកថាទេថាធ្វើខុសគេខុសឯងអត់មានលបែងមានលបាំមានរំមានច្រៀងអាណាទៅវត្តហើយតែគ្មានអ្នកទៅវត្តធ្វើម៉េចនឹងកសាងវត្តបានមានលុយណាកសាងដូចតែមិនស្រោចទឹកមិនដោះគ្រោះអីចេះចោះធ្វើពិធីកម្មអីចេះចោះធ្វើម៉េចនឹងធ្វើវត្តកើតអញ្ចឹងខ្ញុំសួរសំណួរមកវិញថាចុះយើងធ្វើវត្តធ្វើអីអ្នកសួរមកវិញដែរធ្វើវត្តធ្វើអីហ្នឹងហើយយើងធ្វើពិធីបុណ្យទាំងអស់ហ្នឹងយើងធ្វើធ្វើអីឬក៏ធ្វើដើម្បីតែស្រូបទាញរលុយគេតែឈ្មោះថាការដែលយើងប្រោសសត្វលោកជួយសត្វលោកប្រយ៉ាយពយល់គេឲ្យយល់ឲ្យគេបានស្បើយឲ្យគេយល់ត្រូវហ្នឹងវានៅតាណាការងារមួយហ្នឹងបានធ្វើអត់ណា
chẳng tớiខ្ញុំដាក់ទិសដៅខ្ញុំអង្គុយតែបញ្យល់ហើយខ្ញុំប្រាប់សាកសីរស់នៅទាំងអស់នេះមានថ្ងៃមិញដែលអ្នកមកអោបខ្ញុំពីក្រោយហ្នឹងតាំងពីដើមមកហើយប្រធានរាល់ថ្ងៃហ្នឹងហើយអ៊ំចាហ្នឹងក៏តាំងពីដើមមួយគ្នាដែរហ្នឹងហើយអញ្ចឹងតាំងពីដើមមកខ្ញុំប្រាប់អញ្ចឹងថាបើយកអាត្មាមករលុយហ្នឹងប្រាប់ថាអត់ចេះរស់ទេចេះរស់ទេបើយកមកបរៀនបាននឹងនិយាយធួឲ្យស្ដាប់បានកុំថាឡើយឲ្យទៅរលុយគ្រាន់តែទៅអង្គុយទទួលលុយក៏ខ្ញុំអត់ធ្វើដែរណាដូចខែភ្ជុំឯកាលហ្នឹងមានដូចញោមឡានដែរគាត់ក៏នៅដែរគាត់ថាចាស់គ្រូកណាមិនអោយរៃលុយទេគ្រាន់តែមកគង់ហ្នឹងទៅគេឃើញលោកគេចូលញោមអាត្មាមិនមែនស្រីផាញម៉ូតទេណាណែមិនអ្នកផាញម៉ូតដែរទេណាហ្នឹងហើយបើបរិស័ទមកឲ្យខ្ញុំនិយាយធัวប្រាប់អាហ្នឹងបានធ្វើរួចតែបើគ្រាន់តែបំណងថាខែប្រជុំហ្នឹងឲ្យអង្គុយហ្នឹងទៅគេមកបានឃើញលោកបានគេចូលលុយកសាងអីចឹងណាគាត់ថាមិនបាច់រៃទេនៅតែស្ងៀមទៅតែគេអត់ឃើញលោកគេអត់ចូលទេអាហ្នឹងក៏អត់ធ្វើដែរអត់ធ្វើទេធ្វើមិនកើតទេមកនៅចេះគិតថាយើងអត់តាន់បានឲ្យអីគេផងហ្នឹងបើគេមកទៅយើងបាននិយាយធัวអីឲ្យគ្នាបានសុបាយចិត្តឲ្យគ្នាបានជ្រះថ្លាទៅហើយគេចង់ចូលអីចូលទៅអាហ្នឹងវាដូចថាវាមានទៅមានមកណាឯងមិនតាន់បានឲ្យអីគេផងអង្គុយចង់ឲ្យគេចូលលុយដូចមិនមែនចិត្តបុណ្យអីហ៎បាទសាធុចឹងបានដូចការធ្វើបទុមចែកដីហ្នឹងចឹងប្រកាសចឹងថាចូលនោះឲ្យជ្រះថ្លាមែនទេណាអត់ឈ្មោះទេឃើញមួយទុំចែកដីហ្នឹងអស់ច្រើនណាប៉ុន្តែសួរថាមានឈ្មោះអ្នកចូលទេអត់ប្រាប់ហើយចឹងហើយសុំបីតែខ្ញុំអ្នកនាំធ្វើខ្ញុំមិនដាក់ផងណាខ្ញុំមានទៅដាក់ឈ្មោះខ្ញុំអីទេមិនបាច់មកថាខ្ញុំអ្នកនាំធ្វើអីក៏បានខ្ញុំគ្រាន់តែធ្វើឲ្យមានកន្លែងគោរពបូជាកើតកុសលច្រើនចឹងទៅហើយទោះបីថ្ងៃក្រោយទៅគេភ្លេចខ្ញុំបានក៏អត់អីទេតាំងពីហ្នឹងមកខ្ញុំមិនបាច់ឲ្យរំលឹកឈ្មោះខ្ញុំទេមែនទេណាបាទហ្នឹងបើទោះជាបើទុំចាត់អីឧទាហរណ៍មានចារិកាណាទៀតដូចឥឡូវដូចព្រះអង្គគ្រូជាកំសាន្តលោកនៅតែមិនចោលខ្ញុំអីចឹងវាចឹងឯងព្រោះសិស្សគ្រូយូរហើយអីចឹងណាខ្ញុំគិតថាបើទោះជាថ្ងៃក្រោយមិនមែនសិស្សខ្ញុំអីគេមិនបាច់ហៅខ្ញុំទៅចូលរួមវត្តហ្នឹងគេដាច់ខាតតែគេឲ្យគេមិនហៅខ្ញុំទៅក៏អត់អីដែរវាគ្មានប៉ុននៅនឹងហ្នឹងគេស្រួលហ្នឹងតែបើគេត្រូវការឲ្យយើងជួយអាហ្នឹងខ្ញុំជួយបើខ្ញុំការដែលជួយរបស់ខ្ញុំហ្នឹងអាចបន្ធូរបន្ថយភារៈឬក៏អាចនាំឲ្យប្រយោជន៍កើតឡើងដោយការរួបរวมដោយការធ្វើការងាររួមគ្នាបានសេចក្តីសុខសេចក្តីចម្រើនព្រោះការចូលរួមរបស់ខ្ញុំអាហ្នឹងខ្ញុំធ្វើហ្នឹងតែបើខ្ញុំគ្រាន់តែមានវត្តមានខ្ញុំជួយអីមិនកើតផងមិនបាច់មានខ្ញុំក៏បានដែរបាទមានស្អីចឹងបាទអរគុណគ្រូដល់ការបកស្រាយលោកគ្រូមុនហ្នឹងមិញនឹកឃើញរឿងថាតកតងមួយវិន័យក្នុងវត្តណាដែលមានវិន័យត្រឹមត្រូវទៅភិក្ខុអង្គណាដែលខុសវិន័យទៅភិក្ខុនឹងចម្លែកជាងគេលោកមែនទេបាទកាន់អីមកវត្តគេត្រូវវិន័យទាំងអស់ខុសតែឯងបាទអញ្ចឹងមានទោសបាទដល់ទៅពេលវត្តខ្លះវិន័យមិនត្រឹមត្រូវទេដល់មានភិក្ខុសង្ឃណាមួយត្រឹមត្រូវក៏មានទោសអញ្ចឹងខ្ញុំឃើញទោសពីរយ៉ាងនៅស្រុកយើងភ្លើងស្តុបលោកគ្រូពេលថ្ងៃបើក្រហមយើងទៅប៉ូលីសផាតែបើពេលយប់ទៅម៉ោង10មិន10បើសិនបើក្រហមអត់ទៅគេបុកពីក្រោយឃើញទោសរហូតឃើញអត់គ្រូចឹងថានឹងខ្ញុំឃើញទោសពីរយ៉ាងគ្រូរាល់ថ្ងៃព្រោះតែក្រហមយើងឈប់ត្រូវមើលក្រោយមែនទេគ្រូមើលមិនស្រួលទៀតទៅអូអត់ទេអញ្ចឹងមិនថាម៉ោងមិន10ពី10ហ្នឹងគឺថាបើក្រហមឲ្យឈប់គឺចម្លែកហើយបាទឃើញទេគ្រូអាហ្នឹងនៅស្រុកណាកម្ពុជាតែស្រុកផ្សេងលោកអញ្ចឹងដែរខ្ញុំមិនដឹងណាព្រោះខ្ញុំនៅតែកម្ពុជាអញ្ចឹងថាបើម៉ោង11 12ហ្នឹងបើយើងឃើញស្តុបក្រហមឈប់មានតែ something wrong តែបើពេលថ្ងៃខៀវទៅក្រហមទៅវិញយើងយកធ្វើដូចពេលយប់40000ឈានលឹះហ្នឹងទៀតបើទៅជែកទៅ40000បើខុសហ្នឹងច្រើនជាងហ្នឹងគេទូលោកបើស្រុកនោះម៉ោងណាដូចម៉ោងណាទេ
បើគេថាបើ stop នេះខ្ញុំខានចែកម្លេចខ្ញុំអត់ព្រៀបទេណាខ្ញុំខាននិយាយឲ្យដឹងថាបើសិនជាយើងចេះទៅយើងធ្វើតាយើងកែសម្រួលខ្លះៗទៅក៏វាល្អដែរ តែទាំងអស់គ្នាគូនេះ ហ្នឹងហើយហ្នឹងផ្ដើមពីយើងហ្នឹង ចូលរួម បើគេដាក់ថា stop មានផ្លូវ8គេមិនដាក់ stop អក្សរ STOP ហ្នឹងទោះបីអត់មានឡានសោះក៏ដោយបើកទៅដល់ហ្នឹងត្រូវឈប់ឡានឲ្យឈប់វិលកង់មកហើយមើលងាកមើលស្វែងច្បាំឲ្យមិនទៅមិនមែនគ្រាន់តែព្រះអង្គឲ្យទៅទៀតទេណា បាទ ហើយបើថា giveaway អាហ្នឹងដូចថានៅយឺតអីចឹងយើងមើលបើគេដាក់ stop ត្រូវ stop សិនណាហើយម៉ោង4ក៏ដោយងើបឡើងអត់មានឡានមួយក៏ដោយគឺត្រូវតែ ត្រូវឈប់ ឈប់ហ្នឹង គេគោរពច្បាប់ ហ្នឹងហើយវាធ្លាប់យូរវាធ្លាប់ ហ្នឹង ហ្នឹងដូចវិន័យរបស់ព្រះពុទ្ធចឹងយើងចូលទៅដំបូងយើងថាតឹងណាតែសំខាន់យើងព្រមធ្វើអត់ណាដល់ពេលយើងព្រមធ្វើទៅវាដូចអត់បាយផងឥឡូវគេហៅថាអត់ឆាន់ល្ងាចចុះធម្មតាយើងតែធ្លាប់ហូបល្ងាចដល់ពេលវាមិនចឹងធ្លាប់បួសដឹងហើយ ហើយ អ្នកដល់ច្រើនគឺនឹងកើតទេអត់ល្ងាចចឹងដំបូងពិបាកទៅបន្តិចណារួចទៅពីហ្នឹងទៅវាធ្លាប់ ត្រូវ ហើយវាធ្លាប់វាអត់អីទេ មានបញ្ហាអី ច្បាប់ដូចគ្នាច្បាប់ពិបាកគ្រប់តែអាដំបូងហើយតែយើងព្រមថាធ្វើអញ្ចឹងហើយណាវាឡើងពិបាកតែឲ្យលើអារឿងបោះសម្រាប់បោះអីចឹងយើងធ្លាប់តែបោះទៅពីទៅពីវាគិតថាបើនរណាអត់បោះទៅពីទៅពីវាទៅចលែកវិញណា នឹងហើយធ្វើម៉ែអីធ្វើម៉ែតែឯងហ្នឹងប៉ុន្តែពេលចូលបរិបទមួយដែលធ្លាប់នៅនោះតាំងពីក្មេងៗទៅហូបអីកាន់ក្នុងដៃនោះលឹងបែកញើសធាវាអត់បោះចោលទេអត់មានធុងសម្រាប់វាអត់បោះចោលទេសុកចិត្តយកមកដាក់ឡានវិញអញ្ចឹងវាធ្លាប់ដូចសញ្ញាអីខ្ញុំតាំងទៅដំបងក្មួយខ្ញុំម្ដំតាំងនៅទូធំជាងជាបន្តិចចេះនិយាយតិចតិចអាកន្លែងចាក់សាំងគេមិនដាក់ no phone នឹងអត់មានលេងទូរស័ព្ទអត់មាន call អីទេកន្លែងហ្នឹងហើយខ្ញុំមិនមែនអ្នកចាក់សាំងឯណាកាលណាខ្ញុំលើកទូរស័ព្ទរៀប call ដំទាញខ្ញុំហ្មងទាញលពុកចឹងហ្មងវាចូលអល់រូបអាទូរស័ព្ទឲ្យខ្វែងលពុកចឹងហ្មងហ្នឹងហើយញ៉េអត់មានដាក់ច្បាប់ធ្វើលេងទេណាដាក់ច្បាប់ឲ្យគេគ្រប់ឃើញធ្លាប់ហ្នឹងដល់ចេះចឹងហើយក្មេងៗនៅហ្នឹងជួនកាលសំបីតែហៅថាគេបង្កើត content សម្រាប់ក្មេង